cho chui vay chui ấy chập ở hơi nẹt này mà nẹt thiệt nẹt vô bật tới chạ nắng cứ nẹt để vô bật tới chạ nhưng hai thằng chỉ trả đây cho mà bà với hai chân tay đó các bạn này bà này còn là chỉ phía xa thì cái bánh chayของปีฐานะในการចូលរួមអ្នកទាំងអស់នេះគឺជាអ្នកដែលត្រូវទទួលខុសត្រូវព្រមត្តនចំពោះបទល្មើសខ្លួនបាទអ្នកដែលត្រូវទទួលខុសត្រូវព្រមត្តនចំពោះបទល្មើសខ្លួនក្នុងនោះគឺចារីសហចារីពិតប្រកបណាស់គឺគាត់ទៅទទួលខុសត្រូវក្នុងអំពើរបស់ខ្លួនតែម្ដងអំពើរបស់ខ្លួនគឺបាននៃសកម្មភាពដែលគាត់សម្លាប់បាទចំណែកឯអ្នកផ្ដើមគំនិតអ្នកសំគំនិតនេះគឺគាត់ត្រូវទទួលខុសត្រូវព្រមត្តនដែរប៉ុន្តែក្នុងច្បាប់យើងចែងថាគាត់អត់បានចូលរួមប្រព្រឹត្តបទល្មើសដោយផ្ទាល់ទេដូច្នេះគាត់បានចូលរួមបទល្មើសដោយប្រយោលដូច្នេះច្បាប់ចែងថាគាត់ត្រូវទទួលខុសត្រូវព្រមត្តនដូចចារីដែលបានប្រព្រឹត្តបទល្មើសអញ្ចឹងខ្ញុំសូមអនុញ្ញាតបញ្ជាក់ជូនថាចំពោះអ្នកផ្ដើមគំនិតអ្នកសំគំនិតនេះគឺច្បាប់បានចែងកំណត់ថាគាត់អាចទទួលត្រូវព្រមត្តនតែចំពោះបទឧក្រិដ្ឋឬបទបញ្ឈឹមគាត់ចូលរួមទេចំពោះបទល្មើសលហុគឺជាទូទៅអ្នកផ្ដើមគំនិតអ្នកសំគំនិតអត់ទទួលត្រូវព្រមត្តនទេបាទយើងលើកឧទាហរណ៍ជាច្បាប់ចរាចរណ៍ផ្លូវគោកឧទាហរណ៍ថាតកងឡានគាត់អ្នកបើកបរឡានឲ្យបុគ្គលម្នាក់ចុះនៅក្នុងការប្រព្រឹត្តបទល្មើសឧទាហរណ៍ថាអ្នកដែលប្រព្រឹត្តបទល្មើសហ្នឹងគាត់បញ្ញាប់ជាពិសេសគឺកងឡានហ្នឹងគាត់បើកបរតាមវិជារបស់អ្នកក្រោយថាទៅឲ្យលឿនបាទអញ្ចឹងដល់ពេលគាត់ថាទៅឲ្យលឿនអញ្ចឹងគាត់ទៅអញ្ចឹងបើកបរលឿនហ្នឹងវាអាចលឿនវាខុសពីច្បាប់ដែលកំណត់ឧទាហរណ៍ថាក្នុងក្រុងគេកំណត់ត្រឹម40គីឡូម៉ែត្រក្នុង1ម៉ោងអញ្ចឹងអ្នកដែលវិជាហ្នឹងគាត់ថាទៅឲ្យលឿនអញ្ចឹងគាត់បើកបរទៅដល់60គីឡូម៉ែត្រក្នុង1ម៉ោងអញ្ចឹងក្នុងករណីបើមានបទល្មើសចរាចរណ៍យ៉ាងកើតឡើងតើអ្នកណាអ្នកទទួលត្រូវបើអនុលោមតាមមាត្រា28និងមាត្រា29គឺបានអ្នកដែលបញ្ជាហ្នឹងគឺយើងចាត់ទុកថាជាអ្នកផ្ដើមគំនិតអញ្ចឹងអ្នកផ្ដើមគំនិតនេះគាត់ទទួលត្រូវតែចំពោះបទល្មើសឧក្រិដ្ឋឬបទបញ្ឈឹមដែលគាត់បញ្ជាឲ្យប្រព្រឹត្តទេអញ្ចឹងដោយសារតែបទល្មើសថាបើកបរហួសល្បឿនគឺជាប្រភេទបទលហុអញ្ចឹងគាត់អត់ទទួលត្រូវតែអ្នកណាទទួលត្រូវគឺអ្នកដែលទទួលត្រូវគឺមានតែអ្នកបើកបរនោះទេបាទនេះគឺចង់ជំរាបជូនមួយទៀតគឺចង់ជំរាបជូនផងដែរថាអ្នកផ្ដើមគំនិតអ្នកសំគំនិតគឺគាត់ត្រូវទទួលត្រូវចំពោះបទល្មើសដែលចារីដៃដល់បានប្រព្រឹត្តអញ្ចឹងគោលការណ៍នេះក្នុងច្បាប់ព្រំដែនគេចាត់ទុកថាជាគោលការណ៍ខ្ចីបទល្មើសរបស់អ្នកដទៃខ្ចីបទល្មើសរបស់អ្នកដទៃប្រសិនបើចារីដៃដល់បានទៅសម្លាប់ឈ្មោះងោក្នុងឧទាហរណ៍យើងបាញ់មិញនេះបើគាត់សម្លាប់បានសម្រេចនៅក្នុងករណីនេះអ្នកផ្ដើមគំនិតអ្នកសំគំនិតគាត់ត្រូវទទួលទោសក្នុងបទល្មើសឃាតកម្មនោះឃាតកម្មគិតទុកជាមុនហើយបើសិនជាបទល្មើសហ្នឹងមិនបានសម្រេចក៏គាត់ត្រូវទទួលត្រូវក្នុងសារភាពជាការប៉ុនប៉ងប្រព្រឹត្តបទល្មើសបាទគាត់ត្រូវទទួលត្រូវនៅពេលដែលមានបទល្មើសហើយបទល្មើសគេអាចចាត់ទុកថាជាបទល្មើសដែលត្រូវបានទោសលុះត្រាតែបទល្មើសនោះបានសម្រេចឬបទល្មើសនោះត្រូវបានបំពេញលក្ខខណ្ឌនៃការប៉ុនប៉ងដែលត្រូវបានទោសមានន័យថាពេលខ្លះស្ថានភាពមួយចំនួនត្រឹមរៀបចំនឹងអត់មានទោសទេច្បាប់គេចែកចេញជាដំណាក់កាលដែលខ្ញុំនឹងជម្រាបជូនបន្តិចទៀតនេះគេចែកចេញជាដំណាក់កាលនៃការប្រព្រឹត្តបទល្មើសហើយមានតែចាប់ពីពេលដែលមានការចាប់ផ្ដើមប្រព្រឹត្តបទល្មើសហើយបានបំពេញលក្ខខណ្ឌនៃការប៉ុនប៉ងគឺអ្នកដែលបានចូលរួមប្រព្រឹត្តអ្នកដែលបានប្រព្រឹត្តបទល្មើសគឺត្រូវមានទោសបាទតើគោលការណ៍ងាកមកគោលការណ៍នៃការខ្ចីបទល្មើសវិញតើខ្ចីរបៀបម៉េចដោយសារតែអ្នកផ្ដើមគំនិតក្តីអ្នកសំគំនិតក្តីគាត់អត់បានប្រព្រឹត្តបទល្មើសដោយផ្ទាល់ទេនិយាយជារួមថាគាត់មិនមែនជាអ្នកចាក់សម្លាប់ជនរងគ្រោះទេដូច្នេះតើគាត់ខ្ចីរបៀបម៉េចខ្ចីរបៀបថាបើសិនជាជនល្មើសត្រូវបានច្បាប់ចែងផ្ដន្ទាទោសគាត់ពីបទល្មើសឃាតកម្មអញ្ចឹងអ្នកផ្ដើមគំនិតនេះក៏គាត់ត្រូវទទួលទោសដូចចារីដែលបានប្រព្រឹត្តបទល្មើសដែរគឺមានន័យថាគាត់ត្រូវទទួលខុសត្រូវតាមមាត្រាដែលចែងផ្ដន្ទាទោសពីករណីឃាតកម្មឧទាហរណ៍ថាករណីឃាតកម្មគិតមុនចែងផ្ដន្ទាទោសដាក់ពន្ធនាគារពីឧទាហរណ៍10ឆ្នាំទៅ20ឆ្នាំឬអស់មួយជីវិតអញ្ចឹងគឺបានន័យថាអ្នកផ្ដើមគំនិតក៏ដូចជាអ្នកសំគំនិតគឺគាត់ត្រូវទទួលខុសត្រូវដូចគ្នាចា៎ដូចគ្នានេះសូមបញ្ជាក់ជូនថាមិនមែនដូចគ្នាក្នុងន័យថាបើចារីគាត់ត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ15ឆ្នាំអ្នកផ្ដើមគំនិតត្រូវទទួលត្រូវដាក់ពន្ធនាគារ15ឆ្នាំដែរទេជាងសូមកុំច្រឡំកន្លែងនេះពាក្យថាទទួលត្រូវដូចគ្នានេះគឺដូចគ្នាទៅតាមបទល្មើសដែលគាត់បានប្រព្រឹត្តមានន័យថាបើសិនជាអ្នកដែលប្រព្រឹត្តបទល្មើសគឺជាបទល្មើសឃាតកម្មគិតទុកជាមុនដូច្នេះអ្នកផ្ដើមគំនិតឬក៏អ្នកសំគំនិតគាត់ត្រូវមានទោសពីបទឃាតកម្មគិតទុកជាមុនដែរហើយត្រូវយកចន្លោះទោសដែលចែងផ្ដន្ទាទោសពីករណីនេះមកអនុវត្តចំពោះគាត់ដូចគ្នាប៉ុន្តែប្រសិនបើតុលាការគាត់សម្រេចផ្ដន្ទាទោសឧទាហរណ៍ថាចារីដាក់ពន្ធនាគារ15ឆ្នាំមិនមែនមានន័យថាដូចគ្នាមានន័យថាយកខ្ចី15ឆ្នាំនេះយកមកឲ្យដាក់ទៅលើអ្នកផ្ដើមគំនិតឬអ្នកសំគំនិតទេគឺត្រូវអនុលោមទៅតាមគោលការណ៍មួយទៀតដែលក្នុងនោះគេឲ្យឈ្មោះថាគោលការណ៍ឯកតកម្មនៃទោសត្រូវប្រកាសដោយយោងទៅលើបុគ្គលម្នាក់
ចឹងអាចក្នុងករណីនេះចារីផ្ទាល់ផ្ដន់ទទួលដាក់ពន្ធនាគារ15ឆ្នាំទៅអាចសហចារីផ្ដន់ទទួលដាក់ពន្ធនាគារក្នុងន័យប្រហាក់ប្រហែលគ្នាទៅបាទ13 14ឆ្នាំអីចឹងឧទាហរណ៍ហើយអាចអ្នកផ្ដើមកំណត់ត្រូវផ្ដន់ទទួលធនធ្ងរជាងដោយសារគាត់គឺជាអ្នកបញ្ជាអ្នកជួលឃាតករឲ្យសម្លាប់បាទឬមួយក៏អ្នកសំគណិតមួយទៀតអាចផ្ដន់ទទួលស្រាលជាងដោយសារគាត់គ្រាន់តែផ្ដល់ជាក្បត់ប៉ុន្តែអ្នកទាំងអស់នោះត្រូវតែទទួលខុសត្រូវពីបទឃាតកម្មគិតពីមុនដូចគ្នានេះខ្ញុំសូមអនុញ្ញាតជម្រាបជូនអំពីស្ថានភាពពាក្យដែលថាគាត់ត្រូវទទួលខុសត្រូវដូចគ្នានឹងចារីនោះគឺមិនមែនមានន័យថាគេខ្ចីទោសដែលតុលាការប្រកាសនោះទេចា៎ផ្ដន់ទោសចំពោះបុគ្គលនោះទេគឺគេខ្ចីទោសដែលមានចែងក្នុងច្បាប់ចំពោះបទល្មើសដែលប្រព្រឹត្តដោយចារីយកទោសហ្នឹងយកមកដាក់ទៅលើអ្នកផ្ដើមគំនិតហើយអ្នកសំគំនិតដោយអនុលោមទៅតាមគោលការណ៍ឯកតកម្មនៃទោសដោយគិតអំពីគេហៅថាបុគ្គលិកលក្ខណៈកលៈទេសៈចេះនកម្មជាដើមឡាដើម្បីដាក់ទៅលើអ្នកផ្ដើមគំនិតអ្នកសំគំនិតមិញខ្ញុំបានជម្រាបជូនអំពីដំណាក់កាលនៃការប្រព្រឹត្តបទល្មើសមានការព្យាយាមបកស្រាយជាទ្រឹស្ដីក្នុងការបញ្យល់ថាតើបទល្មើសមួយប្រព្រឹត្តនៅក្នុងស្ថានភាពជាដំណាក់កាលដូចម្តេចហើយតើគេចាប់ផ្ដន់ទោសជនណាម្នាក់នោះនៅពេលដែលស្ថានភាពនៃការប្រព្រឹត្តឈានចូលដល់ដំណាក់កាលណាជាទូទៅស្ថានភាពក្នុងការប្រព្រឹត្តទ្រឹស្ដីគេតែងតែបញ្ជាក់ថាបែងចែកដំណាក់កាលនៃការប្រព្រឹត្តបទល្មើសជាទូទៅហ្នឹងថាវាមានចែកចេញជា4ដំណាក់កាលធំដំណាក់កាលទី1គេឈ្មោះថាជាដំណាក់កាលនៃការគិតនិងការសម្រេចចិត្តប្រព្រឹត្តបទល្មើសដំណាក់កាលទី2គឺជាដំណាក់កាលត្រៀមរៀបចំប្រព្រឹត្តបទល្មើសដំណាក់កាលទី3គឺជាដំណាក់កាលចាប់ផ្ដើមប្រព្រឹត្តបទល្មើសហើយដំណាក់កាលទី4គឺជាដំណាក់កាលសម្រេចបទល្មើសអញ្ចឹងនៅក្នុងដំណាក់កាលទាំង4នេះច្បាប់មិនមែនផ្ដន់ទោសក្នុងគ្រប់ដំណាក់កាលទាំងអស់ទេអាយដាមប៊ុនហ៊ុនបានបញ្ជាក់ជូននៅក្នុងប្រធានបទមុននៅក្នុងធិបសច្ចានុម័នបានបញ្ជាក់ជូនហើយជាទូទៅការគិតពិចារណារបស់មនុស្សទោះបីជាការគិតនោះជាការគិតក្នុងន័យដើម្បីប្រព្រឹត្តបទល្មើសមានគំនិតទុច្ចរិតក៏ពិតមែនបានគិតអំពីស្ថានភាពថាត្រូវប្រព្រឹត្តបទល្មើសក៏ពិតមែនប៉ុន្តែច្បាប់មិនទាន់ផ្ដន់ទោសចំពោះស្ថានភាពនៃការគិតនោះទេអញ្ចឹងមានន័យថាម៉េចលុះត្រាតែជាទូទៅបទល្មើសហ្នឹងស្ដែងចេញជារូបរាងមកខាងក្រៅបង្កឲ្យមានចេតនាកម្មអាហ្នឹងបានច្បាប់ចែងផ្ដន់ទោសតើដំណាក់កាលត្រឹមប៉ុណ្ណាដែលច្បាប់ចែងផ្ដន់ទោសអំពីស្ថានភាពនៅក្នុងដំណាក់កាលទាំង4ដូចបានជម្រាបជូនមិញជាទូទៅក្នុងដំណាក់កាលទី1ការគិតនិងការសម្រេចចិត្តប្រព្រឹត្តបទល្មើសដើម្បីងាយយល់ខ្ញុំសូមលើកឧទាហរណ៍ថាបុគ្គលម្នាក់នៅក្នុងចំនួនពាក្យសម្ដីនៅពេលរំធុងបាសចោះឧទាហរណ៍អញ្ចឹងគាត់ចំនួនពាក្យសម្ដីជាមួយកគាត់ឆ្លោះគ្នាជាមួយនឹងខក្នុងនោះកគាត់មានគ្នារបស់គាត់ឧទាហរណ៍ថាគ្នាគាត់3 4នាក់បាទគាត់ឧទាហរណ៍ថាគាត់វាយជននឹងអីចឹងទៅឬមួយក៏ធ្វើឲ្យស្ថានភាពមួយថាបណ្ដេញជននឹងចេញពីកន្លែងរំចោះ